សួស្តីអ្នកនរគ្នាបាទគ្នាយើងណាខ្លះដែលភ្ជាប់ tool ដែលចុះឈ្មោះតាម link របស់ខ្ញុំហើយនៅពេលដែលបងប្អូនបង្ហោះទៅគឺវាចេញបញ្ហាបែបហ្នឹងបាទអញ្ចឹងបងប្អូនឃើញហើយនេះគឺវាចេញបញ្ហាបែបនេះអញ្ចឹងបញ្ហាបែបហ្នឹងគឺវាជាប់ដោយសារតែ Facebook យើងធ្លាប់បានបង្កើត master post ហើយ Facebook ban អញ្ចឹងនៅពេលដែល Facebook ban គឺវា disable ad ហើយអញ្ចឹងសម្រាប់ការ disable ad ហ្នឹងគឺវាចេញបែបហ្នឹងតែបងប្អូនមិនបាច់បារម្ភទេបាទវីដេអូនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបទៅបង្កើត ad ថ្មីបាទដើម្បីឲ្យវាដំណើរការនៅក្នុង tool នឹងវិញបាទអញ្ចឹងគឺយើងមានវិធីសាស្ត្រហើយក្នុងការដំណើរការ ad ថ្មីមួយទៀតដើម្បីឲ្យវាដើរនៅក្នុង tool នឹងមិនថា tool នឹងឬក៏ tool ផ្សេងទេសំខាន់ឲ្យតែ Facebook យើងខូច ad គឺប្រើអត់កើតទេអញ្ចឹងតោះតែយើង active ad មកវិញយើងបង្កើត ad ថ្មីមកយើងបើក tab ថ្មីមួយទៀតមកបាទគឺយើងចុចកន្លែងសញ្ញាបូកខាងលើហ្នឹងបាទបន្ទាប់មកយើង search រកពាក្យ Facebook Business Manager បាទ search ឲ្យដូចខ្ញុំមកបាទបន្ទាប់ពីយើង search ឃើញហើយយើងចុចលើ Facebook Business ហ្នឹងមកអាកន្លែងនៅខាងលើគេហ្នឹងណាយើងចុចលើវាមកបាទបន្ទាប់ពីយើងចុចលើវាគឺវានាំយើងមកដល់បែបនេះបាទយើងចុចលើអក្សរនឹងមួយមកបាទគឺអក្សរផ្ទាំងនៅខាងមុខហ្នឹងបាទយើងចុចលើវាមួយមកបន្ទាប់ពីយើងចុចលើវាអញ្ចឹងហើយបងប្អូនក៏លេខមកមើលផ្នែកខាងឆ្វេងបងប្អូននឹងឃើញកន្លែងព្រួញចុះក្រោមហ្នឹងហើយបាទអញ្ចឹងយើងចុចអាព្រួញនឹងមួយមកបាទឥឡូវខ្ញុំស៊ូមឲ្យបងប្អូនមើលបាទងាយស្រួលមើលបាទកន្លែងសញ្ញាព្រួញហ្នឹងនេះកន្លែងខ្ញុំចុចហ្នឹងបងប្អូនចុចអញ្ចឹងមកហើយចុច create business ហ្នឹងណាបន្ទាប់មកកន្លែងនេះគឺវាឲ្យយើងដាក់ឈ្មោះបាទគឺយើងដាក់ឈ្មោះរបស់យើងមកអញ្ចឹងយើងដាក់ឈ្មោះឲ្យត្រូវមកឈ្មោះពិតរបស់យើងមកយើងដាក់ឈ្មោះពិតក៏បានដាក់ឈ្មោះអត់ពិតក៏បានដែរតែសំខាន់ឲ្យតែជាឈ្មោះហើយកន្លែងនេះក៏ដាក់ឈ្មោះរបស់យើងដែរបាទអញ្ចឹងយើងដាក់ឈ្មោះរបស់យើងហ្មងទៅងាយស្រួលមកយើងវាយឈ្មោះរបស់យើងមកបាទហើយកន្លែងនេះគឺ last name របស់យើងអូខេបន្ទាប់ពីយើងវាយហើយអស់អាខាងក្រោមគឺយើងដាក់ email របស់យើងណាអញ្ចឹងយើងត្រូវការដាក់ email បើយើងអត់មាន email ក៏ពិបាកដែរប៉ុន្តែចំណុចកន្លែងហ្នឹងក៏វាអត់រើស email អីហ្មងដែរបើតាមខ្ញុំដាក់គឺដាក់ email អីក៏បានដែរឲ្យតែ email យើងនៅប្រើបើសិនជា email យើងអត់ប្រើយើងដាក់អាហ្នឹងវារៀងពិបាកដែរហ្នឹងតែគ្រាន់តែវាអត់មានតម្រូវឲ្យយើង confirm លេខកូដឬអីទេគឺអត់មានទេអញ្ចឹងយើងដាក់ email របស់យើងមកបាទខ្ញុំសូមវាយ email ចូលសិនអូខេបន្ទាប់ពីយើងវាយ email ហើយយើងចុចពាក្យបង្កើតហើយរងចាំវាបន្តិចទៅវាចាប់ផ្ដើមដំណើរការទៅហើយអានេះវាលឿនឬយឺតអាស្រ័យលើអ៊ីនធឺណិតរបស់បងប្អូនទេបាទអញ្ចឹងវាចេញបែបនេះបងប្អូនមិនបាច់ខ្វល់អីទេចុចពាក្យ next យកតែម្ដងទៅបាទអាកន្លែងហ្នឹងយើងចុច next ហើយយើងចុច next ទៀតមកបាទហើយចុចពាក្យ confirm មកបាទបន្ទាប់ពីយើងចុច confirm ហើយវាលោតផ្ទាំងមកមួយបែបនេះបងប្អូនចុចពាក្យរួចរាល់ក៏បានឬក៏បងប្អូនអត់ចុចក៏បានដែរតែយល់អស់បងប្អូនចុចទៅហើយសម្រាប់អាកន្លែងនេះគឺយើង refresh វាមួយមកបាទដើម្បីឲ្យវាលោតឈ្មោះរបស់យើងចូលអញ្ចឹងយើងត្រូវ refresh វាមួយសិនអញ្ចឹងពេលដែលបងប្អូនបង្កើតអានេះមិញហើយបងប្អូន refresh វាមួយមកបាទពេលដែលយើង refresh វាហើយយើងចុចអាកន្លែងឈ្មោះរបស់យើងនឹងមកបាទផ្នែកខាងឆ្វេងហ្នឹងណាពេលដែលវាចេញបែបនេះបងប្អូន zoom វាធំមកចុចកន្លែងដុំកង់ហ្នឹងមកបាទកន្លែង setting ហ្នឹងយើងចុចលើហ្នឹងមកបាទបន្ទាប់ពីយើងចុចលើហ្នឹងហើយវាចេញទម្រង់បែបនេះបងប្អូន zoom វាមកមើលខាងឆ្វេងហ្នឹងឃើញរូបកាបូបអញ្ចឹងបងប្អូនចុចលើពាក្យរូបកាបូបហ្នឹងមកបាទចុចលើរូបកាបូបមិនមែនចុចលើពាក្យទេបាទបន្ទាប់ពីបងប្អូនចុចលើរូបកាបូបហ្នឹងហើយបងប្អូនក៏លេចមកមើលខាងក្រោមឃើញគេដាក់ពាក្យថា add account អញ្ចឹងបងប្អូនចុចលើពាក្យ add account ហ្នឹងមកបាទបន្ទាប់ពីយើងចុចហើយគឺវាចេញបែបនេះបាទគឺវាចេញ search អញ្ចឹងបងប្អូនបាយខ្វល់ទេធ្វើវាតូចបន្តិចមកស្រួលមើលហើយយើងអូសមកក្រោមមកបាទឃើញពាក្យបន្ថែមបាទគឺយើងចុចលើហ្នឹងមកបន្ទាប់មកវាបង្ហាញទម្រង់បែបនេះគឺយើងយកលើគេមកបង្កើតគណនីពាណិជ្ជកម្មថ្មីហ្នឹងហើយកន្លែងនេះគឺយើងត្រូវដាក់ឈ្មោះគណនីពាណិជ្ជកម្មតែយើងអាចដាក់ឈ្មោះរបស់យើងបានបាទយើងដាក់ឈ្មោះរបស់យើងតែម្ដងទៅហើយចំណែកខាងក្រោមនេះបាទតំបន់ពេលវេលាគឺយើងរើសបាងកកថៃមកបាទយើងរើសប្រទេសថៃមកទីក្រុងបាងកកហ្នឹងបាទអូខេព្រោះម៉ោងវាដើរត្រូវខាងក្រោមយើងយកដុល្លារអញ្ចឹងហើយប
ต่อมาบางคนចុចពាក្យបន្ទាប់ហើយចុចពាក្យបន្ទាប់ទៀតហើយយើងអូសមកខាងនេះយើងគ្រីសវាមួយមកបាទយើងគ្រីសអញ្ចឹងហើយយើងចុចពាក្យកន្លែងពណ៌ខៀវហ្នឹងបាទយើងចុចកន្លែងហ្នឹងមកចុចរងចាំវាបន្តិចទៅបាទវាកំពុងដំណើរការបាទមកដល់ត្រង់នេះយើងចុចពាក្យរួចរាល់បាទអញ្ចឹងការបង្កើត add account របស់យើងគឺបានជោគជ័យហើយយើងបើកមកកាន់ tool របស់យើងវិញមកបាទហើយយើងសាករើសវីដេអូបង្ហោះម្ដងទៀតមើលបាទអញ្ចឹងខ្ញុំនឹងចូលទៅកន្លែង profile របស់យើងសិនបាទដើម្បីយើងសាញ add account អញ្ចឹងយើងចុចពាក្យសាញ add account នេះមកបាទយើងចុចលើនឹងមកដើម្បីឲ្យ add account ថ្មីរបស់យើងបង្កើតមិញហ្នឹងវា load ចូលមកបន្ទាប់មកបងប្អូនចុចកន្លែង similar tool ហ្នឹងហើយយើងរើសកន្លែង post video ដូចធម្មតាហ្នឹងវិញមកអូខេឥឡូវយើងចុចកន្លែង post ហ្នឹងមកបងប្អូនក៏លេខទៅមើលខាងលើបាទឃើញ add account មានច្រើនតែបងប្អូនយកអាក្រោមគេទៅបាទយើងបង្កើតមិញហ្នឹងគឺនៅក្រោមគេបាទយើងរើសអាក្រោមគេមកបន្ទាប់មកយើងទៅរើសវីដេអូរបស់យើងមួយវិញមកទៀតមកបាទយើងរើសវីដេអូយើងចុចពី upload ដដែលមកបាទយើងចុច upload ហើយយើងរងចាំវាបន្តិចទៅបាទពេលដែលវាចេញ 100% បែបនេះហើយវានឹង refresh thumbnail ឲ្យយើងហើយអញ្ចឹងកន្លែង thumbnail ហ្នឹងយើងរងចាំវាបន្តិចទៅវា refresh ដូចជាអត់យូរហ្មងទេកន្លែងហ្នឹងបាទឥឡូវវាចេញមកហើយ thumbnail បែបនេះគឺបងប្អូនត្រូវរើសរូបណាដែលបងប្អូនពេញចិត្តមួយមកហើយយើងរើស page របស់យើងមកហើយកន្លែងនេះយើងដាក់ចំណងជើងមកបាទមកខ្ញុំចុចរៀងញាប់បន្តិចហើយដោយសារបងប្អូនទាំងអស់គ្នាបែបចេះបង្ហោះហើយយើងរើស like page មកបាទបន្ទាប់មកចុច public យកតែម្ដងចាំមើលថាតើការបង្ហោះរបស់យើងគឺបានជោគជ័យទេអត់អញ្ចឹងយើងរងចាំកន្លែងហ្នឹងតិចមកបាទកន្លែងហ្នឹងគឺវារៀងយូរហើយសម្រាប់កន្លែងនេះបងប្អូនបាទឆ្ងល់ថាហេតុអីបានវាវិលញាប់ទេបាទគឺវាវិលញាប់ដោយសារខ្ញុំសារវាញាប់នឹងឯងបាទឥឡូវការបង្ហោះរបស់យើងគឺបានជោគជ័យហើយគឺវាលោតសញ្ញាគ្រីសមកហើយអញ្ចឹងការដោះស្រាយបញ្ហា permission error ហ្នឹងគឺទទួលបានជោគជ័យហើយបងប្អូនអាចចុច view post មើលបានបាទនៅពេលដែលយើងចុច view post វានឹងនាំយើងទៅកាន់កន្លែងវីដេអូរបស់យើងហើយអញ្ចឹងបងប្អូនអាចមើលបានគឺវីដេអូយើងគឺបង្ហោះបានដោយជោគជ័យហើយសម្រាប់វីដេអូយើងក៏មានប៉ុណ្្នឹងដែរ